on one នេះមកជាមួយនឹងបញ្ហាដែលយើងបានឆែកឃើញហ្នឹងគឺពាក់ព័ន្ធនឹង ampli ហ្នឹងគឺទាំងផ្នែកសលេងសាប់ហើយនឹងទាំងផ្នែកសលេងស្រួយបាទសលេងអេកុយហ្នឹងគឺធ្លាក់សលេងដោយឡែកផ្នែកសលេងសាប់គឺវាអាចមានលឺសំឡេងខុសប្រក្រតីអាចរ៉ែបាទអាចរ៉ែអាចអត់លឺសាប់អាចម្ដងលឺម្ដងអត់ឬក៏អាចពេលក្តៅទៅគឺវាចេញសំឡេងខុសប្រក្រតីពីសាប់មកបាទសលេងសាប់អាហ្នឹងហេតុអីបានខ្ញុំថាវាមានច្រើនអញ្ចឹងដោយសារវាទៅតាមកម្រិតនៃការខូចរបស់គ្រឿងដែលនៅលើ ampli ផ្នែកសាប់ហ្នឹងអញ្ចឹងកាលណាតាគ្រឿងហ្នឹងវាមានបញ្ហាកាន់តែខ្លាំងទៅសលេងវាប្រែប្រួលទៅតាមហ្នឹងដែរប៉ុន្តែល្មមពេលខ្លះយើងអាចនៅប្រើបានគាត់ថាពេលខ្លះពេលដែលយើងបើករៀងយូររៀងក្តៅទៅសាប់ចាប់ផ្ដើមប្រែប៉ុន្តែក្រៅពីអាហ្នឹងក៏មកយើងតេស្តមើលទៅហ្នឹងគឺសាប់វាហ្នឹងក៏មានបញ្ហាដែរបាទសាប់ហ្នឹងគឺវាបុកមកភឹបមកដូចជាចង់ផុតអីមួយយ៉ាងឬក៏ខ្សែមានបញ្ហាហើយបើយើងពិនិត្យទៅលើតួទៅប្រហែលជាសាប់ហ្នឹងធ្លាប់ជួសជុលឥឡូវយើងដោះមើលទាំងអស់គ្នាតើសភាពសាប់ហ្នឹងវាមិនអានេះខ្ញុំក៏អត់ទាន់បានដោះមើលដែរមុនហ្នឹងគឺយើងបានធ្វើទៅលើ ampli រួចរាល់ហើយបាទប៉ុន្តែនៅពេលដែលយកមកតេស្តមកគឺសាប់បុកមកវាដូចជាចង់ផុតចង់អីមិនតិចមិនវាប្រែអញ្ចឹងណាបាទប៉ុន្តែអាបញ្ហាសលេងចេញពី ampli ទៅហ្នឹងគឺយើងបានធ្វើការជួសជុលរួចហើយប៉ុន្តែឥឡូវយើងអត់ទាន់ច្បាស់រឿងសាប់យើងដោះសាប់មើលទាំងអស់គ្នាតើសភាពសាប់នឹងមិនខ្ញុំសន្និដ្ឋានគឺសាប់នឹងធ្លាប់ជួសជុលហើយអញ្ចឹងជាមួយយើងដោះមើលនេះមើលស្នាមសាប់យើងបានដោះមកមើលហើយខ្ញុំពិនិត្យមើលទៅព្រោះកន្លងពួកអីទៅជាมันមានឆេះมันមានអីទេបញ្ហាដែលរ៉ែមកទ្រឹកបន្តិចហ្នឹងបែរជាយាខ្សែបាទខ្សែវាបោកជាមួយនឹងกระดาษឡើងស្នាមមកហើយឥឡូវយើងសាកែសម្រួលដោយផ្សារវាឡើងបន្តិចដើម្បីឲ្យផុតកុំឲ្យវាបោកមួយកระดาษហើយខ្ញុំសម្រាប់ថាផ្សារគឺយើងពិនិត្យសភាពខ្សែដែរបាទខ្សែវានៅល្អវាមានបាក់អត់មានអីទេបាទអញ្ចឹងយើងប៉ុណ្ណឹងជាមួយយើងមកតេស្តម្ដងទៀតហើយជាលេងអីនាវាជីវិតកុំរត់ឲ្យបងចេញទៅចាស់ឆ្ងាយចោលទៅឲ្យនៅកុំព្រាទំនក់ទឹកភ្នែកជ្រែកក្តីវេទនាបងលាសិនហើយណាយរណា